សួស្តីបងប្អូនទាំងអស់គ្នាឥឡូវជួបគ្នាម្ដងទៀតហើយពាក់ព័ន្ធជាមួយនឹងប្រធានបទថ្មីសម្រាប់ការចែករំលែកជូនដល់បងប្អូនទាំងអស់គ្នានៅក្នុងថ្ងៃនេះគឺនាងខ្ញុំចង់ចែករំលែកពាក់ព័ន្ធជាមួយនឹងធម៌ពលផ្លូវចិត្តហេតុអ្វីបានខ្ញុំចង់ចែករំលែកពាក់ព័ន្ធជាមួយនឹងធម៌ពលផ្លូវចិត្តដោយសារអីខ្ញុំគឺជាមនុស្សម្នាក់ដែលបាននិយាយងាយស្រួលស្ដាប់ខ្ញុំធ្លាប់មានអារម្មណ៍បាក់ទឹកចិត្តខ្ញុំធ្លាប់មានអារម្មណ៍ខ្លាចខ្ញុំធ្លាប់មានអារម្មណ៍មិនចង់ហ៊ានចាប់ផ្ដើមធ្វើអ្វីទាំងអស់ព្រោះកាលដែលខ្ញុំបានធ្លាក់ចូលទៅក្នុងស្ថានភាពមួយគឺស្ថានភាពដែលគ្មានអ្វីគ្រប់យ៉ាងទាំងអស់កាលពីដើមឡើយខ្ញុំជាមនុស្សម្នាក់ដែលមានគ្រប់សពបែបយ៉ាងខ្ញុំអត់មានខ្វះអ្វីទេតែនៅពេលដែលខ្ញុំចាប់ផ្ដើមអាជីវកម្មមួយវាចាប់ផ្ដើមខ្សែធនខ្ញុំចាប់ផ្ដើមបាត់បង់គ្រប់យ៉ាងទាំងអស់មិនថាលុយកាក់មិនថាផ្ទះសម្បែងមិនថាឡានមិនថាកិត្តិយសមុខមាត់គឺខ្ញុំចាប់ផ្ដើមបាត់បង់ទាំងស្រុងនៅពេលហ្នឹងហើយវាធ្វើឲ្យបើថាខ្ញុំបាត់បង់បែបហ្នឹងហើយមិនជាពាក់គេអត់បញ្ហាតែជាពាក់គេទៀតអញ្ចឹងហើយវាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្ញុំខ្លាចខ្ញុំអត់ចង់ជួបមុខមនុស្សខ្ញុំខ្លាចក្នុងការគេមើលមកខ្ញុំនៅក្នុងកសែភ្នែកដែលមិនល្អនិយាយរួមពេលហ្នឹងគឺអារម្មណ៍របស់ខ្ញុំបងប្អូនយល់អត់អារម្មណ៍ខ្លាចមនុស្សលែងទុកចិត្តអ្នកណាទាំងអស់លែងទុកចិត្តសំបីតែខ្លួនឯងអារម្មណ៍ពេលហ្នឹងគឺខ្ញុំយល់ច្បាស់ហើយខ្ញុំដឹងថាតើមូលហេតុអ្វីបានជាខ្ញុំខ្លាចមនុស្សខ្លាចការចាប់ផ្ដើមដល់ថ្នាក់ហ្នឹងនៅពេលដែលខ្ញុំចាប់ផ្ដើមមកអានសភៅនៅពេលដែលខ្ញុំសំងំមិនហ៊ានចេញជួបមនុស្សមិនហ៊ាននិយាយមួយមនុស្សខ្ញុំចាប់ផ្ដើមមកអានសភៅផងខ្ញុំចាប់ផ្ដើមមកស្ដាប់នៅព្រះធម៌ដើម្បីអប់រំផ្លូវចិត្តហើយខ្ញុំពិតជាអរគុណទៅលើសភៅគ្រប់ក្បាលនិងការអប់រំផ្លូវចិត្តព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធគឺពិតជាល្អខ្លាំងមែនទែនខ្ញុំពិតជាអរគុណព្រោះនៅពេលដែលខ្ញុំធ្លាក់ចុះហ្នឹងបើសិនជាខ្ញុំអត់បានស្ដាប់ការទូន្មានដ៏ល្អក្នុងផ្លូវព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធខ្ញុំអត់អាចក្រោកឈរមកនិយាយនៅក្នុងវីដេអូចែករំលែកជូនទៅដល់បងប្អូនទាំងអស់គ្នាបានទេដូចខ្ញុំបាននិយាយទាំងវាធ្វើឲ្យខ្ញុំខ្លាចសពគ្រប់បែបយ៉ាងមិនហ៊ានចាប់ផ្ដើមអ្វីទាំងអស់តែនៅពេលដែលខ្ញុំផ្លាស់ហ៊ានក្នុងការស្ដាប់ការចែករំលែកការណែនាំអប់រំទៅលើផ្លូវចិត្តអានសភៅល្អដែលគេប្រាប់ពីការដួលរលំហើយក្រោកឈរម្ដងទៀតវាធ្វើឲ្យខ្ញុំនឹងមានអារម្មណ៍ថាតាមពិតមិនមែនមនុស្សបរាជ័យមនុស្សដែលបាត់បង់គ្រប់សពបែបយ៉ាងមិនមែនមានតែខ្ញុំទេពិភពលោកនឹងគឺមានច្រើនណាគ្រាន់តែថាយើងដឹងនៅរឿងអ្វីដែលយើងដឹងហើយគេដឹងនៅរឿងអ្វីដែលគេដឹងនឹងឯងយើងអត់បានយកបានន័យថារឿងរ៉ាវដែលនៅជុំវិញខ្លួនរបស់យើងមក research ស្រាវជ្រាវឲ្យបានច្បាស់លាស់យើងក៏គិតថាខ្លួនយើងនឹងឯកោខ្លួនយើងនឹងជាមនុស្សដែលបរាជ័យតែម្នាក់ឯងតែតាមការពិតនឹងពិភពលោកនឹងគឺអត់ខ្វះឲ្យមនុស្សដែលបរាជ័យតែសំខាន់តើយើងហ៊ានក្រោកឈរត្រឡប់មកវិញដែរឬមួយក៏អត់អញ្ចឹងនៅពេលដែលខ្ញុំបានសិក្សាបានស្វែងយល់យ៉ាងស៊ីជម្រៅជាមួយនឹងការបរាជ័យនិងធម៌ពលនៃការចាប់ផ្ដើមម្ដងទៀតខ្ញុំក៏ចាប់ផ្ដើមយកខ្លួនឯងបង្ហាញមុខខ្លួនឯងទៅតាម social media ខ្ញុំចាំបានថាក្នុងកំឡុងពេលដែលខ្ញុំហ៊ានយកខ្លួនឯងចេញទៅតាមសង្គម social media គឺខ្ញុំចាំបានថាខ្ញុំចាប់ផ្ដើមតែបានរយៈពេល2ខែគត់ដែលរយៈពេល4ឆ្នាំគឺខ្ញុំនៅសង្គមតែក្នុងបន្ទប់តែមួយគត់គឺមានតែបន្ទប់ទេដែលជាមិត្តភ័ក្តិរបស់ខ្ញុំអត់ហ៊ានចេញជួបអ្នកណាទាំងអស់តែនៅពេលដែលខ្ញុំជំនះរឿងនឹងបានខ្ញុំមានសៀវភៅល្អខ្ញុំមានព្រះធម៌ដ៏ល្អអប់រំផ្លូវចិត្តធ្វើឲ្យខ្ញុំហ៊ានប្រឈមមុខនឹងការពិតធ្វើឲ្យខ្ញុំមានធម៌ពលផ្លូវចិត្តត្រឡប់មកវិញធ្វើឲ្យខ្ញុំចេះប្រឹងប្រែងចេះតស៊ូចេះក្រោកឈរនៅការដួលររំយ៉ាងធ្ងន់ធ្ងរមួយនេះហើយខ្ញុំក៏ចាប់ផ្ដើមទោះបីជាឥឡូវនេះវាអត់ទាន់មានផ្លែផ្កាច្រើនទេបងប្អូនប៉ុន្តែខ្ញុំដឹងថាឲ្យតែយើងហ៊ានចាប់ផ្ដើមខ្ញុំជឿជាក់ថាខ្ញុំនឹងបាននៅអ្វីដែលខ្ញុំធ្លាប់បាត់បង់ត្រឡប់មកវិញហើយវាអាចនឹងល្អលើសមុនទៀតអ្វីដែលល្អខ្លាំងមែនទែនគឺខ្ញុំបានការគិតខ្ញុំបានរូបរាងរបស់ខ្ញុំ
ថ្មីមានការគិតថ្មីចារូបរាងចាស់តែការគិតរបស់ខ្ញុំថ្មីទាំងអស់នេះគឺជាអ្វីដែលខ្ញុំចង់ចែកម្លែកទៅដល់បងប្អូនថាធម៌ពលផ្លូវចិត្តនឹងគឺសំខាន់ណាស់អញ្ចឹងបើសិនជាពេលដែលយើងកំពុងតែបាក់ទឹកចិត្តកំពុងតែស្ថិតនៅក្នុងកលៈទេសៈមួយដែលមិនល្អសូមបងប្អូនទាំងអស់គ្នាជ្រើសរើសការសេពគប់មនុស្សបន្តិចជ្រើសរើសការស្ដាប់មនុស្សបន្តិចបានន័យថាជ្រើសរើសការស្ដាប់ការណែនាំរបស់មនុស្សល្អចាជ្រើសរើសសមាធិជ្រើសរើសនៅឲ្យឆ្ងាយពីមនុស្សដែលគិតមិនល្អពេលនោះហើយជីវិតរបស់យើងនឹងចាប់ផ្ដើមល្អប្រសើរត្រឡប់មកវិញនេះគឺជាវីដេអូដែលនាងខ្ញុំគ្រាន់តែចែករំលែកខ្លះពីធម៌ពលផ្លូវចិត្តជូនដល់បងប្អូនទាំងអស់គ្នាសូមឲ្យបងប្អូនទាំងអស់គ្នាស្ដាប់វីដេអូនេះហើយគឺរឹងមាំឡើងតស៊ូឡើងព្រោះជីវិតមនុស្សយើងអត់ពិបាកតែម្នាក់ឯងយើងមានមនុស្សជាច្រើនរាប់សែនរាប់លានអ្នកកំពុងតែពិបាកមួយយើងហើយភាពពិបាកទាំងអស់ហ្នឹងហើយវាដូចជាវាក់បេះដូងអញ្ចឹងណាបងប្អូនវាមានឡើងមានចុះជីវិតយើងដូចគ្នាបើវាមានឡើងក៏វាមានចុះហើយបើវាមានចុះក៏វាត្រូវតែឡើងត្រឡប់មកវិញតែសំខាន់សូមយើងកុំដេកដួលប្រឹងប្រែងឡើងតស៊ូឡើងគ្រប់យ៉ាងវានឹងបានសម្រេចដូចអ្វីដែលយើងចង់បានអរគុណសម្រាប់ការទស្សនាវីដេអូនេះជឿជាក់ថាវីដេអូនេះបើសិនជាវាមានប្រយោជន៍សូមឲ្យបងប្អូនទាំងអស់គ្នាជួយ Subscribe និង share ទៅឲ្យមនុស្សជាទីស្រឡាញ់របស់បងប្អូនបានស្ដាប់ទាំងអស់គ្នានិងក្រោកឈរតស៊ូជាមួយជីវិតមួយនឹងទាំងអស់គ្នាណាអរគុណ